ញ្ញាយើងងាកទៅចាប់អារម្មណ៍ដំណឹងនៅខេត្តបាត់ដំបងឯនោះវិញអភិបាលរងខេត្តបាត់ដំបងអំពាវនាវឲ្យយុវជនរៀនជំនាញបច្ចេកទេសដើម្បីជំរុញឲ្យដល់គោលដៅ1.5 លាននាក់ក្នុងការកសាងសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិអ្នកស្រីឡាយសកុនធីវីរាយការណ៍បន្ថែមជំវិញព័ត៌មាននេះអភិបាលរងខេត្តបាត់ដំបងលោកទីនសេរាវុធបានអំពាវនាវឲ្យយុវជនរៀនជំនាញបច្ចេកទេសយ៉ាងតិចមួយនិងបានធ្វើការណែនាំបន្ថែមដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តបន្តចូលរួមផ្សព្វផ្សាយដល់យុវជនទាំងនៅទីប្រជុំជននិងជនបទដាច់ស្រយាលឲ្យមកចូលរៀនជំនាញបច្ចេកទេសនៅវិទ្យាឋានបណ្ដុះបណ្ដាលបច្ចេកទេសទាំង3ក្នុងខេត្តបាត់ដំបងដើម្បីជំរុញឲ្យដល់គោលដៅ1.5 លាននាក់ក្នុងការកសាងសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិតាមចក្ខុវិស័យរបស់រដ្ឋាភិបាលឆ្នាំ2030និងឆ្នាំ2050ការថ្លែងសារអំពាវនាវនឹងការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី2ឆ្នាំ2025និងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តបាត់ដំបងស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិរបស់គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តបាត់ដំបងជាមួយវិស័យឯកជនក្រុមហ៊ុនរោងចក្រសហគ្រាសក្នុងការអនុវត្តកម្មវិធី1.5 លាននាក់របស់រដ្ឋាភិបាលកម្ពុជាកិច្ចប្រជុំមានគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិរបស់គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តបាត់ដំបងជាមួយវិស័យឯកជនសម្ដៅលើកម្ពស់គុណភាពបណ្ដុះបណ្ដាលនិងគំនិតផ្ដួចផ្ដើមគុណភាពការងារតាមរយៈការចុះកម្មសិក្សាហាត់ការនៅវិស័យឯកជនព្រមទាំងលើកទឹកចិត្តដល់វិស័យឯកជនក្រុមហ៊ុនរោងចក្រសហគ្រាសក្នុងព្រឹត្តិការណ៍ TVET Day 15 មិថុនា 2025លោកអភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ថាដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនៅកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមតាមរយៈការលើកកម្ពស់ផលិតភាពខ្សែចង្វាក់ផលិតកម្មឧស្សាហកម្មនិងការឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម 4.0 សេដ្ឋកិច្ច Digital សង្គមនិងសេដ្ឋកិច្ចបៃតងនោះគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តបាត់ដំបងក្រោមគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ SDC កម្មវិធីអភិវឌ្ឍជំនាញ ADP នៃដៃគូអភិវឌ្ឍ Swiss Contact បាននឹងកំពុងគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យលោកអភិបាលរងខេត្តបាត់ដំបងបានចាត់ទុកថាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់យុវជន1.5 លាននាក់គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលដែលបានកំណត់យកអាទិភាពគន្លឹះទី1គឺមនុស្សដោយផ្ដោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពសមត្ថភាពជំនាញវិជ្ជាជីវៈច្បាស់លាស់គំនិតច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់ដើម្បីសម្រេចឲ្យបាននូវគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត